ជំរាបសួរសួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះ Sigma Welcome to Basic Human Talk កាលពី3ទឹកមុនខ្ញុំបានលក់ពីអូនជាលើកទី1ហើយខ្ញុំបានសិក្សានិងរៀនសូត្រពីវិស័យពីអូននេះអស់រយៈពេលជិត2ឆ្នាំហើយអញ្ចឹងទៅក្នុងរយៈពេល2ឆ្នាំចុងក្រោយនេះខ្ញុំរៀនពី stock ហើយនឹងទិញ stock អត់ដែលបានលក់អីហើយ3ទឹកមុនជាលើកទី1ដែលខ្ញុំលក់stock ហើយ stock ហ្នឹងគឺជា stock របស់ក្រុមហ៊ុន AMD អញ្ចឹងទៅខ្ញុំលក់ stock ហ្នឹងបានចំណេញ1គុណជា3ប៉ុន្តែខ្ញុំអត់ចង់និយាយពីប្រាក់ចំណេញទេក្នុងវីដេអូនេះខ្ញុំចង់លើកពីបញ្ហាមួយដែលខ្ញុំបានជួបហើយមកនិយាយមួយអ្នកទាំងអស់គ្នានៅពេលដែលបានលក់ stock ហ្នឹងខ្ញុំសប្បាយចិត្តខ្លាំងណាស់ដោយសារអីខ្ញុំអត់ដែលបានលក់ហើយលក់លើកទី1ដែលឃើញលុយចំណេញពីវិស័យពីហ៊ុនហ្នឹងពីព្រោះរយៈពេល2ឆ្នាំចុងក្រោយនេះគឺរៀនពី stock ទិញ stock រៀនពី stock ទិញ stock អត់ដែលបានលក់ទេចឹងទៅឃើញលុយចំណេញលើកដំបូងហើយខ្ញុំសប្បាយចិត្តខ្លាំងមែនទែនហ្មងដោយសារលក់ចំណេញបានច្រើនដែរចឹងណាប៉ុន្តែការសប្បាយចិត្តហ្នឹងមានរយៈពេលតែ2ថ្ងៃទេគឺវារសាយបាត់ហ្មងហើយមូលហេតុគឺដោយសារតែនៅពេលដែលលក់ stock ហ្នឹងហើយខ្ញុំចាប់ផ្ដើមតាមដានអា stock ហ្នឹងហើយឃើញថាវាឡើងតាំងខ្ញុំលក់មកវាឡើងរហូតហ្មងឡើងរហូតដល់គុណជា2ពីលើហ្នឹងទៀតមានន័យថាបើសិនជាខ្ញុំអត់លក់ stock ហ្នឹងទេខ្ញុំលក់ក្នុងពេលឥឡូវនេះគឺចំណេញ1គុណជា5 instead of ចំណេញ1គុណជា3អញ្ចឹងទៅអារម្មណ៍សុវ័យចិត្តហ្នឹងចាប់ដើមរសាត់បាត់ហ្មងវាជំនួសវិញដោយការបន្ទោខ្លួនឯងថាបើសិនជាខ្ញុំទុក stock ហ្នឹងហើយលក់ក្នុងពេលឥឡូវនេះ instead ឲ្យលក់3អាទិត្យមុននឹងចំណេញបានច្រើនហើយចាប់ដើមបន្ទោខ្លួនឯងថាមិនបានលក់វាធ្វើអីមិនក៏មិនចាំលោដល់ភ្ញាក់ខ្លួនឯងថាចុំលក់ stock ចំណេញមិនបានអត់សុវ័យចិត្តមិនបានទៅជាអត់សុវ័យចិត្តវិញនឹងអារឿងដែលអាចកើតឡើងបានណាមានន័យថាinstead of feel all the joy that ខ្ញុំលក់អា stock នឹងបានខ្ញុំបែរជាបន្ទោខ្លួនឯងអត់សុវ័យចិត្តហើយខឹងខ្លួនឯងវិញដោយសារអីដោយសារគិតអំពីពាក្យថាបើសិនជាអញ្ចឹងណា could have would have should have I could have done this if I do this I would have get this instead អញ្ចឹងទៅអញ្ចឹងទៅបានខ្ញុំចង់លើកយក topic ហ្នឹងមកនិយាយជាមួយអ្នកទាំងអស់គ្នាថាពេលខ្លះយើងធ្វើអីមួយជាកំហុសយើងចាប់ផ្ដើមបន្ទោសខ្លួនឯងទាំងបើសិនជាយើងបកទៅក្រោយវិញយើងនឹងអត់ធ្វើកំហុសហ្នឹងទេហើយនេះបានយើងធ្វើអញ្ចឹងកាលពីមុនអញ្ចឹងណាហើយបើសិនយើងធ្វើកិច្ចការអីមួយដែលបានបញ្ចប់រួចហើយកិច្ចការហ្នឹងបានល្អប៉ុន្តែយើងបែរជានៅតែគិតថាយើងគួរតែធ្វើបានល្អជាងហ្នឹងហើយចាប់ផ្ដើមគិតខ្លួនឯងទាំងមិនក៏មិននឹកឃើញការធ្វើអានេះគួរតែធ្វើវាអញ្ចឹងវិញនឹងបានល្អជាងហ្នឹងទៀតអញ្ចឹងណាចាប់ផ្ដើមគិតពីអាហ្នឹងហើយខ្ញុំជឿថាមិនមែនតែខ្ញុំដែលគិតពីអាបញ្ហាដែលកើតហើយនឹងហើយចាប់ផ្ដើមបន្ទោសខ្លួនឯងនឹងអានឹងវាជាធម្មជាតិរបស់មនុស្សយើងឯងអញ្ចឹងទៅខ្ញុំចង់មករំលឹកអ្នកនរថារឿងដែលវាកើតឡើងរួចហើយទោះបីជាវាជាកំហុសក៏ដោយទោះបីជាវាជាកិច្ចការអីមួយក៏ដោយដែលយើងធ្វើបញ្ចប់រួចហើយដែលយើងបានធ្វើកំហុសនឹងរួចហើយសូមអ្នកនេះកុំត្រឡប់ទៅគិតពីវាច្រើនពេករហូតដល់ fixate តែរឿងអាហ្នឹងណាហើយគិតតែពីការគិតថាបើសិនជាយើងវិលត្រឡប់ទៅកន្លែងហ្នឹងវិញពេលវេលាហ្នឹងយើងនឹងធ្វើបានល្អជាងមុនហើយយើងនឹងអត់ធ្វើអាកំហុសហ្នឹងទេពីព្រោះទោះបីយើងគិតពីវាខ្លាំងប៉ុណ្ណាក៏ដោយក៏យើងអាចត្រឡប់ក្រោយទៅកែវាបានដែរអញ្ចឹងទៅបើយើងគិតពីវាខ្លាំងហួសហេតុពេកវានឹងធ្វើឲ្យយើងមានអារម្មណ៍អត់ល្អវានឹងធ្វើឲ្យយើង experience អា feeling bad ហ្នឹងម្ដងហើយម្ដងទៀតហើយលើពីនឹងទៀតវានឹង steal អារម្មណ៍ល្អក្នុងពេលបច្ចុប្បន្នហ្នឹងពីអ្នកទាំងអស់គ្នារឿងដែលយើងអាចធ្វើទៅបានយើងគិតចោះពីព្រោះយើងជាមនុស្សយើងអាចគិតពីរឿងដែលយើងធ្វើហើយនឹងបាននេះប៉ុន្តែកុំគិតពីវាខ្លាំងពេកហើយរឿងដែលយើងទាំងអស់គ្នាអាចធ្វើបានគឺយើងមើលទៅរឿងដែលយើងបានធ្វើពីមុនហើយយើងរៀនពីវាយើងមើលពីវាហើយយើងរៀនថាយើងអាច apply អីនៅក្នុងពេលបច្ចុប្បន្ននេះបានដើម្បីឲ្យយើងធ្វើបានប្រសើរជាងរឿងដែលកើតឡើងហើយនឹងកុំមានអារម្មណ៍ចង់ទៅកែវាពីព្រោះទោះបីជាអ្នកទាំងអស់គ្នាប្រឹងគិតពីវាលើស24ម៉ោងឬក៏ខំបន្ទោសខ្លួនឯងខ្លាំងប៉ុណ្ណាក៏ដោយក៏យើងអាចត្រឡប់ទៅកែប្រែកំហុសនឹងយើងអាចត្រឡប់ទៅធ្វើរឿងនឹងម្ដងទៀតបាននេះយើងអាចត្រឹមតែរៀនពីវាហើយធ្វើឲ្យបានល្អជាងមុនក្នុងពេលបច្ចុប្បន្ននេះកុំឲ្យអារម្មណ៍អតីតកាលវាមកបំផ្លាញអារម្មណ៍សុខចិត្តក្នុងពេលបច្ចុប្បន្ននឹងឲ្យខ្ញុំមានតែប៉ុណ្្នឹងទេសូមឲ្យតែអ្នកទាំងអស់គ្នាមានសុខភាពល្អសុខសប្បាយសប្បាយចិត្តទាំងអស់គ្នា Thank you so much